សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកធ្វើបុកប្រហុកហូបម្ដងដោយសារមុននោះយើងធ្លាប់ធ្វើតែខ្ចប់អាំងចិញ្ច្រាំឬចំហុយអញ្ចឹងណាថ្ងៃនេះមកបុកម្ដងហើយសម្រាប់បុកប្រហុកនេះដែរគ្រឿងផ្សំអត់មានអីច្រើនទេបងប្អូនមានតែខ្ទឹមសខ្ទឹមក្រហមម្ទេសប្រហុកត្រីឆ្អើរហើយជូរសម្រាប់ពីធ្វើបងប្អូនខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសយើងលីងឲ្យឆ្អិនបន្តិចទៅរួចហើយចំណែកប្រហុកវិញយើងខ្ចប់ផ្លឹកចេកវាអាំងឲ្យឆ្អិនទៅមានក្លិនឈ្ងុយហើយចំណែកត្រីឆ្អើរយើងបេះវាបុកឲ្យម៉ត់បន្តិចទៅឥឡូវនេះគ្រឿងផ្សំរបស់យើងត្រៀមរួចរាល់ហើយយើងក៏ចាប់ផ្ដើមដាក់ចូលត្បាល់ដើម្បីបុកហើយយើងមុននឹងបុកយើងបន្ថែមគ្រឿងដូចជាអំបិលស្ករនិងប៊ីចេងឲ្យហើយទៅបន្ទាប់មកយើងក៏បុកវាឲ្យស្មុតសព្វចូលគ្នាល្អរួចហើយជាចុងក្រោយយើងបន្ថែមនៅម្ជូរក្រូចឆ្មាដើម្បីឲ្យវាមានរសជាតិជូរអែមប្រៃអញ្ចឹងណាបងប្អូនតែបើបងប្អូនចូលចិត្តរសជាតិបែបណាបងប្អូនដាក់រសជាតិបែបហ្នឹងទៅតាមចំណង់ចំណូលចិត្តបងប្អូនហើយចំណែកខ្ញុំចូលចិត្តរសជាតិជូរអែមហើយឥឡូវនេះបុកប្រហុករបស់យើងរួចរាល់ហើយអត់មានអីច្រើនទេបងប្អូនងាយទេតែមួយផ្លែតរួចហើយមើលទៅទំនងអត់បើទំនងជួយខមមិនប្រាប់ផងសួស្តីបងប្អូនទាំងអស់គ្នាមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាបាទបងប្អូនថ្ងៃនេះបានបុកប្រហុកជាមួយត្រីដែងឆ្ងាញ់ណាស់បងប្អូនមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាបាទអូមលក់គេមានតាំងមលក់ពីមុខបងប្អូនហើយមានតាំងតសក់ពេញប៉ោះត្រប់ហើយនឹងស្ពៃជិកទាស្ពៃហាងណាបងប្អូនឥឡូវភ្លក់មកទៅបងប្អូនហើយដៃហើយសុំដៃបងប្អូនហើយជាតិណាបងប្អូនហើយប៉ះពេញប៉ោះជាតិរត់ជាតិមួយយើងទុកជាមួយស្ពៃខៀវម្ដងដាក់ជាមួយស្ពៃហើយនឹងពេញប៉ោះបងប្អូនជាតិហ្មងពេញប៉ោះខ្ញុំចូលចិត្តដែរបងប្អូនទៅលក់ប្រហុកឆៅឬក៏បុកប្រហុកដែរទៀតហើយបងប្អូនគេថាហឹលឆ្ងាញ់ហឹលហោះមកពីណាបងប្អូនហើយបដាបាច់នេះបដាដោយតែអីដោយថាហឹលជាតិមិនបងប្អូនជាតិនេះរសជាតិឲ្យ1លើ10កប់សេរីបងប្អូនបើមិនជឿសាក់ធ្វើហូបអរគុណច្រើនបាយនាទីយើងខ្លីអរគុណច្រើនបាយនាទីយើងខ្លីជួបគ្នាវីដេអូក្រោយទៀតបាទ